តើអាស៊ានគឺជាអ្វីបាទសូមគោរពជម្រាបសួរបងប្អូនអរគ្នាជួបខ្ញុំរទ្ធីម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរខ្ញុំសូមធ្វើការចែករំលែកនៅចំណេះដឹងមួយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាដែលចង់ដឹងអំពីពាក្យថាអាស៊ាននិយមន័យនៃការបង្កើតឡើងទៅលើតំបន់អាស៊ានក៏ដូចជាបងប្អូនមួយចំនួនប្រហែលជាគាត់បានសិក្សាក៏ដូចជាគាត់បានយល់ច្បាស់ជាងខ្ញុំទៅទៀតឬក៏អ្នកខ្លះក៏គាត់បានស្ដាប់ព័ត៌មានជាច្រើនដែលទាក់ទងជាមួយនឹងអាស៊ាននឹងតែម្ដងក៏ប៉ុន្តែនៅពេលនេះផងដែរខ្ញុំសូមធ្វើជាវីដេអូជាផ្នែកដើម្បីជម្រាបជូនដល់បងប្អូនទាំងអស់គ្នាទុកជាចំណេះដឹងបន្ថែមទៀតផងដែរពាក្យថាអាស៊ានសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយដើម្បីទទួលបាននៅចំណេះដឹងក៏ដូចជាព័ត៌មានថ្មីៗនៅក្នុងប្រទេសក៏ដូចជាក្នុងតំបន់ពាក្យថាអាស៊ានគឺមកពីពាក្យពេញថា Association of Southeast Asian Nations is we call ASEAN ដែលជាខេមរៈភាសាយើងគេនិយាយថាជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលយើងហៅកាត់ថាអាស៊ានតែម្ដងសមាគមនេះបង្កើតឡើងនៅក្នុងថ្ងៃទី8ខែសីហាឆ្នាំ1967ដែលមានប្រទេសចំនួន5ចូលរួមដែលរួមមានប្រទេសម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីហើយនិងប្រទេសថៃនៅពេលនោះផងដែរគឺមានត្រឹមតែចំនួន5ប្រទេសទេដែលបានចងក្រងគ្នាដើម្បីបង្កើតនៅសមាគមប្រជាជាតិនេះកើតឡើងដោយនៅពេលនោះផងដែរប្រទេសទាំង4ដូចជាប្រទេសឥណ្ឌូនេស៊ីហ្វីលីពីនសិង្ហបុរីក៏ដូចជាម៉ាឡេស៊ីគឺសិតសឹងតែជាប្រទេសដែលទើបតែរួចឬក៏ទទួលបានឯករាជ្យពីអាណានិគមរបស់ប្រទេសនីមួយៗដែលបានដាក់អាណានិគមមកលើខ្លួនលើកលែងតែប្រទេសថៃមួយទេដែលមិនមានស្ថិតនៅក្រោមការអាណានិគមរបស់ប្រទេសណាមួយនោះគោលបំណងនៃការបង្កើតនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលយើងហៅថាអាស៊ាននឹងតែម្ដងគឺគេបង្កើតឡើងក្នុងគោលបំណងបង្កើនលបឿនកំណើនសេដ្ឋកិច្ចវឌ្ឍនភាពសង្គមនិងការអភិវឌ្ឍវប្បធម៌ក្នុងតំបន់លើកកម្ពស់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ជំរុញកិច្ចសហប្រតិបត្តិការនិងការឧបត្ថម្ភជួយគ្នាទៅវិញទៅមកដោយមិនរំពឹងផលប្រយោជន៍តបស្នងទៅដល់ជំនួយដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវឧបករណ៍កិច្ចសហប្រតិបត្តិការដើម្បីធ្វើឲ្យប្រសើរឡើងនៅវិស័យកសិកម្មឧស្សាហកម្មដើម្បីលើកកម្ពស់ជីវភាពប្រជាជនលើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍រក្សាបណ្ឌភាពដើម្បីផលប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានគោលបំណងដូចគ្នាឬស្រដៀងគ្នានេះគឺជាគោលបំណងដែលការបង្កើតឡើងនៅសមាគមនេះតែម្ដងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើការចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាលម្អិតនីមួយៗនៃគោលបំណងក្នុងការបង្កើតនៅសមាគមនេះឡើងហើយតើមានប្រទេសណាខ្លះដែលបានចូលរួមចាប់តាំងពីការបង្កើតឡើងរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងខ្ញុំនឹងធ្វើការលម្អិតនេះតាមវីដេអូជាផ្នែកដើម្បីឲ្យបងប្អូនងាយស្រួលស្វែងយល់ក៏ដូចជាដើម្បីឲ្យបងប្អូនងាយស្រួលនៅក្នុងការទទួលបាននៅចំណេះដឹងដែលទាក់ទងជាមួយនឹងប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ានដែលយើងហៅថាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នឹងតែម្ដងអញ្ចឹងសូមបងប្អូនទាំងអស់គ្នារងចាំតាមដាននៅវីដេអូរបស់ខ្ញុំវគ្គបន្តទៀតបាទសូមអរគុណ